សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិចំនួនអ៊ីស្រាអែលអ៊ីរ៉ង់ចូលដល់ថ្ងៃទី5ហើយជាមួយនឹងការវិប្រហារដោយមីស៊ីលដាក់គ្នាបន្ថែមទៀតសង្គ្រាមបង្ហូរឈាមរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់ដែលបានចាប់ផ្ដើមក៏ក្រើកខ្លាំងឡើងនៅប្រមាណថ្ងៃកន្លងមកនេះឥឡូវនេះវាបានឈានចូលដល់ថ្ងៃទី5ហើយជាមួយនឹងការវិប្រហារសងសឹកដាក់គ្នាទៅវិញទៅមកដោយប្រើប្រាស់មីស៊ីលផ្លោងនិងគ្រាប់បែកទម្លាក់ពីលើអាកាសកាន់តែរីកធំឡើងនិងគ្រោះថ្នាក់បំផុតដល់ជីវិតមនុស្សតើនៅក្នុងសង្គ្រាមបង្ហូរឈាមដែលផ្ទុះឡើងនៅមជ្ឈិមបូព៌ានេះវាមានអ្វីដែលយើងទាំងអស់គ្នាត្រូវដឹងការវិប្រហារយ៉ាងធ្ងន់ធ្ងរចំនួនដ៏សាហាវរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់បានចូលដល់ថ្ងៃទី5ដោយភាគីទាំងពីរបានពង្រីកការវិប្រហាររបស់ពួកគេកងទ័ពអ៊ីស្រាអែលទើបតែបាននិយាយថាខ្លួនបានរកឃើញកាំជ្រួចអ៊ីរ៉ង់ដែលកំពុងមកដល់ខណៈដែលអ៊ីស្រាអែលបានវាយប្រហារស្ថានីយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់កាលពីមុនក្នុងពេលកំពុងដំណើរការចាក់ផ្សាយរបស់ខ្លួនការអះអាងរបស់អ៊ីស្រាអែលនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថាគាត់ជឿជាក់ថាការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឲ្យកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថយក្រោយយ៉ាងខ្លាំងខ្ញុំប៉ាន់ស្មានថាយើងកំពុងធ្វើឲ្យពួកគេថយជាយូរណាស់ខ្ញុំមិនអាចបញ្ជាក់លម្អិតបានគាត់បាននិយាយដូចនេះនៅក្នុងសន្និសីទកាសែតមួយជំហររបស់មហាអំណាចអាមេរិករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អាបាសអារ៉ាឈីបានចោទប្រកាន់នេតានយ៉ាហ៊ូថាបានវាយប្រហារអ៊ីរ៉ង់ដើម្បីបំផ្លាញការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកដោយចេតនាដាច់ដោយឡែកប្រធានាធិបតីដូណាល់ត្រាំបានណែនាំថាគាត់អាចផ្គត់ផ្គង់កិច្ចព្រមព្រៀងការទូតជាមួយទៅអ៊ីរ៉ង់នៅក្នុងពេលឆាប់ៗនេះដែលនឹងបញ្ចប់ជម្លោះបច្ចុប្បន្នរបស់ខ្លួនជាមួយអ៊ីស្រាអែលចំណែកចំនួនអ្នកស្លាប់ក៏កើនឡើងជនរងគ្រោះកំពុងកើនឡើងនៅអ៊ីស្រាអែលមានមនុស្ស24នាក់បានស្លាប់ចាប់តាំងពីការប្រយុទ្ធជាប់គ្នាចាប់ដើមចំណែកឯនៅអ៊ីរ៉ង់មានមនុស្ស224នាក់បានស្លាប់បុគ្គលិកក្រុមហ៊ុនប្រេងអ៊ីស្រាអែល3នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់បុគ្គលិក3នាក់នៃក្រុមហ៊ុនប្រេង Basan Group របស់អ៊ីស្រាអែលត្រូវបានសម្លាប់នៅព្រឹកព្រលឹមថ្ងៃច័ន្ទនៅក្នុងការវាយប្រហារដោយអ៊ីរ៉ង់ដោយដែលក្រុមហ៊ុនបានឲ្យដឹងនៅក្នុងលិខិតជូនដំណឹងទៅស្ថាប័នគ្រប់គ្រងរដ្ឋមន្ត្រីធម្មពលអ៊ីស្រាអែលអាលីខូហេនបានសម្ដែងការចូលរួមសោកសៅចំពោះបុគ្គលិកដែលត្រូវបានសម្លាប់និងបានថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនសម្រាប់ការងាររបស់ពួកគេតាមរយៈការចុះផ្សាយនៅលើបណ្ដាញសង្គមរួមជាមួយវីដេអូដែលបង្ហាញពីការជួបជាមួយនាយកប្រតិបត្តិរួមទាំងប្រធានក្រុម Basan Group លោកអាសាអាល់ម៉ាហ្គ័រលោកបាននិយាយថាយើងកំពុងធ្វើការដើម្បីផ្ដល់ដំណោះស្រាយពេញលេញសម្រាប់ការប្រើប្រាស់ប្រេងឥន្ធនៈដើម្បីឲ្យវិស័យថាមពលបន្តដំណើរការដោយគ្មានកំហុសដោយដែលបានធ្វើមកដល់សប្តាហ៍ថ្ងៃនេះក្រុមហ៊ុន Basan ដែលមានមូលដ្ឋាននៅ Haifa ហើយហៅខ្លួនឯងថាជាក្រុមថាមពលធំបំផុតនិងស្មុគស្មាញបំផុតមួយនៅក្នុងប្រទេសអ៊ីស្រាអែលបានរៀបរាប់អំពីការខូចខាតនិងការស្លាប់របស់បុគ្គលិកនៅក្នុងលិខិតជូនដំណឹងទៅកាន់ទីផ្សារហ៊ុនតេលអាវីលិខិតនេះបាននិយាយថារោងចក្រថាមពលដែលទទួលបន្ទុកផ្នែកមួយនៃការផលិតចំហាយទឹកនិងអគ្គិសនីដែលប្រើប្រាស់ដោយកន្លែងធ្វើការរបស់ក្រុមហ៊ុនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរហើយកន្លែងធ្វើការទាំងអស់របស់រោងចក្រកែច្នៃនិងក្រុមហ៊ុនបុតសម្ព័ន្ធត្រូវបានបិទការផ្ទុះត្រូវបានគេឃើញនៅក្នុងទីក្រុង Haifa តាមឆ្នេរសមុទ្ររបស់អ៊ីស្រាអែលដែលបានធ្វើឲ្យអគារខូចខាតនិងឆេះហេដ្ឋារចនាសម្ព័ន្ធបន្ទាប់ពីអ៊ីស្រាអែលបាននិយាយថាអ៊ីរ៉ង់បានបាញ់កាំជ្រួចជុំថ្មីនៅព្រឹកព្រលឹមថ្ងៃច័ន្ទអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ